បាទលោកអ្នកនាងជាទីមេត្រីអតីតស្នងការក្រុងភ្នំពេញប្រតិកម្មចំពោះការរដ្ឋបတ်សិទ្ធិសេរីភាពរបស់ឆ្មាំពន្ធនាគារព្រៃសរដែលព្យាយាមហាមមិនឲ្យផ្ដល់ព័ត៌មានដល់ក្រុមអ្នកកាសែតនៅព្រឹកថ្ងៃទី15ខែមីនាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលបង្គាប់ឲ្យអនុរិយពន្ធនាគារព្រៃសរនាំខ្លួនលោកហេងពៅមកជំនុំជម្រះជុំវិញរឿងក្តីទទួលសំណូកគ្រឿងញៀនសូមទស្សនាសេចក្តីរាយការណ៍របស់លោកមុំមនីរតជុំវិញព័ត៌មាននេះខ្ញុំអត់និយាយអីប៉ះពាល់នយោបាយហើយខ្ញុំអត់ឲ្យធ្វើសង្ស័យទេខ្ញុំអត់ធ្វើសង្ស័យកតាទេលោកឯងរករឿងខ្ញុំរហូតបងជួយព្រោះមកធ្វើសង្ស័យលោកហេងពៅអតីតស្នងការក្រុងភ្នំពេញក្នុងសម័យកាលនៃការបាញ់សម្លាប់អតីតប្រធានសហជីពសេរីកម្មករគឺលោកជីវិជាបានប្រាប់ក្រុមរក្សាព័ត៌មានមុនពេលអនុរិយពន្ធនាគារបញ្ជូនចូលរថយន្តវិញថាពេលក្រោយនឹងបានដឹងអ្នកដែលបាញ់សម្លាប់អតីតមេសហជីពដ៏ល្បីល្បាញគឺលោកជីវិជាហើយចង់ដឹងរឿងជីវិជាចាំថ្ងៃក្រោយដឹងហើយលោកអំសមាតប្រធានគ្រប់គ្រងផ្នែកអង្គការនៃអង្គការលីកាដូយល់ឃើញថាការបញ្ចេញរឹកពីរបស់ឆ្មាំពន្ធនាគារដោយពុំអនុញ្ញាតឲ្យលោកហេងពៅបានផ្ដល់ដំណឹងដល់ក្រុមអ្នកកាសែតគឺពុំមានចែងក្នុងបញ្ញត្តិនៃច្បាប់ឡើយមិនមានច្បាប់ណាដែលតម្រូវឲ្យធ្វើចឹងទេព្រោះគាត់មានសិទ្ធិដែរហើយយើងឃើញអ្នកផ្សេងៗក៏ជាមានសិទ្ធិក្នុងការនិយាយជាមួយសារព័ត៌មានด้วยដែរហើយក្នុងពេលដែលសម្ដៅនៅក្នុងតុលាការណាប៉ុន្តែគាត់ថាការរៀបរៀងការវិញត្រាឬការមិនឲ្យអ្នកសារព័ត៌មានទូគឺវាអត់មានច្បាប់តាមតម្រូវប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលបានលើកពេលសវនាការដោយសារអវត្តមានមេធាវីការពារក្តីលោកហេងពៅគឺលោកកៅសុផាលោកហេងពៅបដិសេធថាលោកពុំមានជាប់តាក់ទិននឹងអំពើស៊ីសំណូកសូកប៉ាន់ក្នុងទំហំទឹកប្រាក់ប្រមាណ$24,000ក្នុងសំណុំរឿងគ្រឿងញៀនកាលពីឆ្នាំ2009នោះឡើយផ្ទុយទៅវិញលោកបានជំទាស់មិនឲ្យមន្ត្រីនគរបាលថ្នាក់ក្រោមនៅខណ្ឌទួលគោកទទួលយកសំណូកពីចោរចាប់ចម្រិតនិងរកស៊ីគ្រឿងញៀនម្នាក់ឈ្មោះច័ន្ទសៀបជាធ្នូរួចផុតពីការប្រឈមចំពោះមុខច្បាប់ថែមទៀតផងតុលាការបែរជាយករឿងហ្នឹងមកដាក់ទោសខ្ញុំទៅវិញហើយឃើញចោលប្លន់ពេញពេញទេឃើញគ្រឿងញៀនរៀលពេញប្រទេសទេក៏បើមេប៉ូលីសធ្វើរបៀបហេងពៅអញ្ចឹងវាអាចមានចោលមានគ្រឿងញៀនអញ្ចឹងដែរជុំវិញរឿងនេះអាស៊ីសេរីពុំអាចសុំការបំភ្លឺបានទេពីលោកកៅសុផាមេធាវីការពារក្តីឲ្យលោកហេងពៅនៅថ្ងៃទី15មីនាក៏ប៉ុន្តែលោកកៅសុផាធ្លាប់អាងថាកូនក្តីរបស់ខ្លួនធ្លាប់បដិសេធថាពុំមានជាប់តាក់ទិននៅរឿងក្តីនេះតាំងពីដំណាក់កាលជំនុំជម្រះនៅតុលាការក្រុងភ្នំពេញកាលពីឆ្នាំ2009មកម្ល៉េះបើគិតសំណុំរឿងទាំង7នេះដោយមិនទាន់បូកសរុបករណីគ្រឿងញៀននេះមួយទៀតនៅឡើយផងលោកហេងពៅត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារសរុបជាង94ឆ្នាំរួចទៅហើយខ្ញុំមិនមែនធ្វើសន្និសីទកសែតទេតែខ្ញុំចង់ប្រាប់ពួកលោកឯងឈប់ធ្វើបាបខ្ញុំឈប់ធ្វើបាបខ្ញុំទៅធ្វើបាបខ្ញុំប៉ុណ្ណឹងបានហើយលោកឯងចង់ឲ្យខ្ញុំអានៀលនៅទីហ្នឹងឬមួយយ៉ាងម៉េចខ្ញុំគ្រាន់តែចង់ប្រាប់អ្នកកសែតថាពេលដែលខ្ញុំមិនព្រមស៊ីលុយកោបែរជាយកខ្ញុំមកកាត់ទោសលោកហេងពៅត្រូវបានរដ្ឋាភិបាលចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ីកាលពីខែធ្នូឆ្នាំ2006ការបញ្ជូនខ្លួនតាមជើងហោះហើរដោយផ្ទាល់ពីប្រទេសម៉ាឡេស៊ីនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្នុងពេលលោកហេងពៅទទួលបានសិទ្ធិជ្រកកោនជាជនភៀសខ្លួនផ្នែកនយោបាយនៅប្រទេសហ្វាំងឡង់ខ្ញុំមុំមនីរតអាស៊ីសេរីភ្នំពេញ